ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើត្រីត្រកួនចាចំពោះត្រីត្រកួននេះដែរគឺថាឆ្ងាញ់មែនទែនជាធម្មតាត្រឹមតែត្រកួនយើងឆាត្រឡប់ខ្លាញ់គឺវាឆ្ងាញ់ទៅហើយប៉ុន្តែដល់តែយើងបន្ថែមនៅត្រីក្រហមបំពងស្រួយហូបតបជាមួយនឹងឆាត្រកួននឹងទៀតទៅគឺវាបានទៅជាត្រីត្រកួនអញ្ចឹងបងប្អូនហើយរសជាតិគឺថាឆ្ងាញ់ខ្លាំងអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនទៅតាមដានទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាចាខ្ញុំមានត្រីក្រហមនេះមួយក្បាលបងប្អូនចំណែកត្រីក្រហមហ្នឹងគឺមានទម្ងន់8ខាំមុននឹងយកទៅបំពងនេះខ្ញុំយកវាមកអង្កត់សិនដើម្បីឲ្យវាឆាប់ឆ្អិនដល់ក្នុងហើយបើសិនជាបងប្អូនបំពងបើមានម្សៅបំពងស្រួយបងប្អូនអាចលាបពីលើត្រីនឹងអញ្ចឹងណាដើម្បីឲ្យត្រីវាមិនជាប់ខ្ទះហើយជៀនទៅស្រួយបានល្អតែនេះខ្ញុំមិនបានដាក់ម្សៅអីទេអញ្ចឹងវារៀងជាប់តែបន្តិចតមកនេះខ្ញុំយកតកួនមកហាន់វាវិញបងប្អូនគឺមួយចង្អុលដៃអញ្ចឹងមករួចហើយនេះខ្ញុំដាំខ្ទឹមសខ្ញុំដាំ1មើមធំបងប្អូនហើយច្រាំខ្ទឹមហ្នឹងឲ្យវាល្អិតអញ្ចឹងមកចំណែកខ្ទឹមក្រហមក៏ដូចគ្នាចំណែកឯម្ទេសវិញខ្ញុំយកម្ទេសម៉ាឡេបងប្អូនពីព្រោះម្ទេសម៉ាឡេនេះគឺវាអត់ហឹរទេហើយវាធ្វើឲ្យពណ៌មុខម្ហូបរបស់យើងនឹងវាក្រហមស្អាតដែរហើយវាអត់ហឹរចាញ់ច្រាំឲ្យម៉ត់ដូចគ្នាចឹងមក3មុខហ្នឹងឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ប្រេងឆាចូលទៅក្នុងខ្ទះរួចបើកភ្លើងទុកឲ្យប្រេងឆាហ្នឹងវាក្តៅសិនណាទើបយើងដាក់ត្រីចូលកាលណាយើងដាក់ត្រីនៅពេលដែលប្រេងឆាមិនតាន់ក្តៅអញ្ចឹងត្រីគឺថាវាជាប់ខ្ទះខ្លាំងមែនតើចាំតាមខ្ញុំបំពងត្រីបានក្រៀមហើយខ្ញុំស្រង់ចេញឥឡូវនេះខ្ញុំចាប់ផ្ដើមយកខ្ទឹមសខ្ទឹមក្រហមនិងម្ទេសយកមករំលីងឲ្យវាឈ្ងុយសិនណាបងប្អូនតែបន្ទាប់ពី3មុខនេះឈ្ងុយហើយនេះខ្ញុំចាប់ផ្ដើមផ្សំគ្រឿងដោយដាក់ស្ករអំពៅចំនួន2ស្លាបព្រាបាយប៊ីចេងជិតកន្លះស្លាបព្រាបាយម្សៅស៊ុបមាន់1ស្លាបព្រាកាហ្វេទឹកត្រីចំនួន3ស្លាបព្រាបាយចាំមុខម្ហូបនេះខ្ញុំនៅបន្ថែមប្រេងខ្យងទៀតទេប៉ុន្តែប្រេងខ្យងនេះខ្ញុំបន្ថែមនៅពេលដែលខ្ញុំដាក់ត្រកួនអញ្ចឹងបើសិនជាបងប្អូនដាក់ប្រេងខ្យងបន្ថែមបងប្អូនអាចដាក់ត្រឹមតែ1ស្លាបព្រាបាយអីទៅតែនៅក្នុងវីដេអូនេះខ្ញុំបានបន្ថែមប្រេងខ្យងហ្នឹងគឺចំនួន2ស្លាបព្រាបាយបងប្អូនដោយសារប្រេងខ្យងខ្ញុំមិនសូវប្រៃតែឥឡូវនេះខ្ញុំឆាឲ្យគ្រឿងផ្សំហ្នឹងវារលាយហើយខ្ញុំបន្ថែមទឹកអំពិលទុំបន្តិចដើម្បីឲ្យវាមានជាតិជូរខ្លះដាក់ទឹកអំពិលទុំឲ្យកូរឲ្យវារលាយសព្វជាមួយគ្រឿងផ្សំផ្សេងហ្នឹងហើយនេះខ្ញុំដាក់ត្រកួនចូលតែម្ដងរួចកូរត្រឡប់ឲ្យត្រកួនហ្នឹងវាសព្វជាមួយគ្រឿងសិនមកនេះខ្ញុំនឹងបន្ថែមទឹកបន្តិចដល់ពេលបន្ថែមទឹកហើយគឺទុកឲ្យបន្លែនឹងរៀងសពបន្តិចមកនេះខ្ញុំបន្ថែមប្រេងខ្យងចំនួន2ស្លាបព្រាបាយចាចំពោះរសជាតិបើសិនជាបងប្អូនចូលចិត្តប្រេងខ្យងច្រើនបងប្អូនអាចដាក់លើសពី2ស្លាបព្រាបាយក៏បានដែរតែបងប្អូនត្រូវបន្ថយទឹកត្រីចាដាក់ប្រេងខ្យងរួចហើយនេះខ្ញុំកូរច្បល់ពី3ត្រឡប់ទៅឃើញថាត្រកួនគឺវាទន់ល្អហើយនេះខ្ញុំយកមកត្រាប់បាតចានមុននឹងដាក់ត្រីពីលើបងប្អូនតមកដាក់ត្រីពីលើមកយើងដួសត្រកួននៅសល់ហ្នឹងស្រោចពីលើត្រីមួយជាន់ទៀតមកតែទំនងមែនទែនបងប្អូន
ចាអញ្ចឹងវីដេអូរបស់នាងខ្ញុំក៏សូមបញ្ចប់ទៅត្រឹមហ្នឹងហើយបងប្អូនកុំភ្លេចចុច like Subscribe YouTube Channel របស់នាងខ្ញុំម្នាក់មួយផងចាសសូមអរគុណសូមជម្រាបលា